ជួបគ្នាស្នាជាថ្មីនៅមេរៀនជាបន្តទៀតដែលយើងនិយាយពីការប្រើប្រាស់ឬក៏ភាពខុសគ្នារបស់ a few a little ចឹង a few ហ្នឹងគឺគេប្រើជាមួយនឹងនាមដែលអាចរកបានអង់គ្លេសហៅថា countable noun ចំណែក a little គឺប្រើជាមួយនឹងនាមដែលមិនអាចរកបានគេហៅថា uncountable noun ចឹង countable noun មានដូចជា liquid ឬក៏ powder អីជាដើមឥឡូវនេះយើងមកមើលការធ្វើលំហាត់ចឹងយើងមើលពាក្យខាងនេះគេថា box ចឹង box ហ្នឹងប្រើជាមួយនឹង a few ឬក៏ a little តែបើយើងតាមដឹងថា box គឺជានាមដែលអាចរកបានហៅថា countable noun ចឹងយើងប្រើ a few sorry មកចំណុចបន្ទាប់គឺពាក្យថា water ចឹង water ហ្នឹងគឺវាតកតនឹង liquid ចឹងយើងអត់អាចរកបានទេចឹងយើងប្រើ a little ចំណុចបន្ទាប់គឺ students នេះគឺមាន s ដែលយើងអាចចំណាំបានមាន s ជាទូទៅគឺយើងប្រើជាមួយនឹង a few ចំណុចបន្ទាប់គឺ meal ទឹកដោះគោចឹងទឹកដោះគោវាតកតនឹងរបស់រាវ liquid ចឹងក៏យើងអាចរកបានដែរចឹងយើងប្រើជាមួយនឹង a little ចំណុចបន្ទាប់គឺ apples apple គឺមាន s ហើយក៏ជានាមដែលអាចរកបានចឹងនាមដែលអាចរកបានគឺយើងប្រើជាមួយនឹង a few ចឹងតកតងចំណុចចុងក្រោយគឺ money មកទុកឲ្យអ្នកទស្សនាបានមើលឲ្យជួយផ្ដល់ចម្លើយផងតើ money នឹងប្រើជាមួយនឹង a few ឬក៏ a little ចឹងថ្ងៃនេះមានតែប៉ុណ្្នឹង